ជំរាបសួរអតិថិជនរបស់ Samsung អរគ្នាស្វាគមន៍មកកាន់វីដេអូក្នុងការបោកសម្លៀកបំពាក់ឲ្យកាន់តែស្អាតក្នុងម៉ាស៊ីនបោក Tubular បាទអញ្ចឹងដូចតែលោកអ្នកបានឃើញហើយក្នុងនេះគឺយើងហាមបំផុតក្នុងការដាក់កៅអៅឲ្យលើសធុងណាយើងត្រូវធ្វើយ៉ាងម៉េចដាក់កៅអៅឲ្យនៅសល់ space បន្តិចសម្រាប់ក្នុងការឲ្យធុងក្នុងការបំរុលឲ្យកាន់តែស្អាតជាងមុនបាទហើយក្នុងការដាក់ទឹកសាប៊ូឬក៏ម្សៅសាប៊ូយើងត្រូវដាក់ទៅក្នុងប្រអប់នៃការធ្វើការវាយបំបីសាប៊ូហាមដាក់សាប៊ូដោយផ្ទាល់ទៅលើកៅអៅរបស់ពុកម៉ែបងប្អូនជំហានបន្ទាប់ក្នុងករណីដែលពុកម៉ែបងប្អូនមានការប្រឡាក់ខ្លាំងបំផុតណាដែលជាប់ក្នុងកៅអៅអាចធ្វើការជ្រលក់ជាមួយនឹងទឹកឬក៏សាប៊ូដើម្បីមុនក្នុងការបោកនៅក្នុងម៉ាស៊ីនបាទហើយត្រូវឆែកឲ្យបានសពគ្រួយកុំឲ្យមានរបស់រឹងនៅក្នុងកប៉ៅខោឬក៏កប៉ៅអាវរបស់ពុកម៉ែបងប្អូនបាទបន្តមកទៀតយើងត្រូវធ្វើការជ្រើសរើសមុខងារឲ្យស័ក្តិសមបំផុតទៅនឹងអ្វីដែលពុកម៉ែបងប្អូនចង់ឲ្យសម្អាតទៅលើសម្លៀកបំពាក់របស់ពុកម៉ែបងប្អូនណាបាទអញ្ចឹងបើសិនជាក្នុងករណីដែលពុកម៉ែបងប្អូនបានដាក់កៅអៅចូលក្នុងធុងហើយរីឯទឹកគឺមើលទៅវាអត់សមល្មមនឹងសម្លៀកបំពាក់ណាបងប្អូនអាចធ្វើការកំណត់ទៅលើ water level ឬក៏ហៅថាកម្រិតទឹកឲ្យមើលទៅឲ្យធ្វើយ៉ាងម៉េចសម្លៀកបំពាក់មានការអណ្ដែតនៅក្នុងធុងទឹករបស់ពុកម៉ែបងប្អូនបាទបើសិនជាក្នុងករណីដែលកៅអៅរបស់ពុកម៉ែបងប្អូនមានការប្រឡាក់ខ្លាំងជាប់កំទេចកំទីខ្លាំងអាចធ្វើការបន្ថែមម៉ោងមួយទៀតអាចធ្វើការបន្ថែមទៅនឹងការជំរះបាទកំណត់ជំរះម្ដង2ដង3ដងអញ្ចឹងទៅបាទអញ្ចឹងពុកម៉ែបងប្អូនធ្វើការចុច start ដើម្បីដំណើរការមុខងារបោករបស់ពុកម៉ែបងប្អូនបានមួយវិញទៀតយើងត្រូវធ្វើការសម្អាតតម្រងធូលីណារាល់ពេលដែលបោកម្ដងបាទអញ្ចឹងរាល់ពេលដែលបោកម្ដងឲ្យធ្វើការសម្អាតទៅដើម្បីទទួលបាននៅគុណភាពខ្ពស់ក្នុងការសម្អាតរួមទាំងកន្លែងដាក់ទឹកសាប៊ូដើម្បីការពារកុំឲ្យមានជាប់កំណកសាប៊ូនៅក្នុងនឹងឬក៏ជាប់ធូលីអីផ្សេងណាបាទហើយយើងត្រូវឧស្សាហ៍ក្នុងការលាងសម្អាតធុងសាច់ធុងរបស់បងប្អូនដោយប្រើជាមួយនឹងមុខងារ Eco Top Clean បាទអរគុណអ្នកនរសម្រាប់ការទស្សនាវីដេអូមួយនេះបើសិនជាក្នុងករណីដែលបងប្អូនមានចម្ងល់ផ្សេងៗអាចធ្វើការទាក់ទងទៅកាន់លេខ hotline ខាងលើនេះបានដោយឥតគិតថ្លៃ